លោកគ្រូតើយើងអាចបញ្ច្រាស់ភាពចាស់នៃស្បែកដោយសារអាយុនិងការខូចខាតដោយពន្លឺថ្ងៃបានដែរទេចម្លើយគឺថាពិតជាអាចធ្វើបានប៉ុន្តែមុននឹងឆ្លើយសំណួរនេះខ្ញុំសូមបញ្ជាក់អំពីតើសញ្ញានៃភាពចាស់នៃស្បែកមានអ្វីខ្លះទី1គឺតាក់ទងជាមួយនឹងវាយនភាពស្បែកឬក៏ភាសាអង់គ្លេសហៅថា skin texture អញ្ចឹងភាពចាស់នៃស្បែក texture ដំបូងគឺគ្រើមហើយរុនរោមចាប់ផ្ដើមរីកធំជាងមុនចំណុចទី2គឺតាក់ទងជាមួយនឹងពណ៌ស្បែក color ស្បែករបស់យើងគឺនឹងចាប់ផ្ដើមលែងស្មើគ្នាអាចចេញស្នាមអុចខ្មៅស្នាមជាំឬក៏អាចរុយចំណុចទី3គឺតាក់ទងជាមួយនឹងភាពជ្រីវជ្រួញគេហៅថា fine line និង wrinkles អញ្ចឹងមុខយើងគឺចាប់ផ្ដើមជ្រួញជាងមុនមានស្នាមជ្រួញនៅកន្ទុយភ្នែកថ្ងាសនិងតំបន់ផ្សេងៗហើយចំណុចចុងក្រោយគឺតាក់ទងជាមួយនឹងភាពយាធ្លាក់នៃស្បែកមុខយើងគឺចាប់ផ្ដើមដូរទម្រង់ដូរ shape ឡើងទឹកអឡុកអីជាដើមអញ្ចឹងនៅក្នុងករណីដែលយើងចេញសញ្ញាណភាពចាស់នៃស្បែកតើយើងអាចព្យាបាលដោយវិធីសាស្ត្រណាខ្លះទី1គឺតាក់ទងជាមួយនឹងផលិតផលថែរក្សាស្បែក skin care អញ្ចឹងយើងអាចប្រើសារជាតិដែលមានសារជាតិសកម្ម active ឬក៏ potent ingredient សម្រាប់ព្យាបាលដូចជាវីតាមីន C hyaluronic acid tretinoin retinol និងសារជាតិមួយចំនួនផ្សេងទៀតទី2គឺយើងអាចប្រើជាបច្ចេកវិទ្យាគេហៅថា energy based devices ដូចជា HIFU laser radio frequencies និងម៉ាស៊ីនជាច្រើនផ្សេងទៀតដែលអាចប្រើសម្រាប់ព្យាបាលបញ្ហាភាពចាស់នៃស្បែកបានហើយចុងក្រោយគឺយើងអាចប្រើជាប្រភេទ skin booster សម្រាប់ចាក់ចូលនៅក្នុងផ្ទៃមុខសម្រាប់ព្យាបាលស្បែកដោយសារការចាក់ហ្នឹងគឺអាចផ្ដល់ឬក៏ deliver ផលិតផលហ្នឹងគឺចូលត្រង់ចំណុចដែលត្រូវការតែម្ដងអញ្ចឹងការព្យាបាលគឺបានរហ័សជាងការលាប skin care ធម្មតាហើយចុងក្រោយក៏មិនត្រូវភ្លេចនៅក្នុងការផ្លាស់ប្ដូរនៅ lifestyle របៀបរបបរស់នៅក៏ដូចជារបបអាហារផងដែរ